Let's go ជំរាបសួរបងប្អូនទាំងអស់គ្នាព្រោះត្រឡប់មកជួបគ្នាជាមួយវីដេអូថ្មីថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយចែកជូនទៅកាន់បងប្អូនទៀតហើយដោយសារតែថ្ងៃនេះគឺជាថ្ងៃសម្រាកអញ្ចឹងហើយខ្ញុំបានឆ្លៀតពេលមករត់នៅសួនច្បារមួយកន្លែងហើយខ្ញុំក៏ឆ្លៀតថតចែកបងប្អូនទស្សនាតែម្ដងទៅហើយនេះគឺជាសកម្មភាពដែលខ្ញុំរត់ដោយសារតែខ្ញុំដាក់ speed ឲ្យលឿនហើយអត់ចង់ឲ្យវាចំណាយទីច្រើនតើឥឡូវយើងទៅទស្សនាសកម្មភាពដែលខ្ញុំរត់បងប្អូនហើយខ្ញុំរត់ជុំវិញសួនច្បារនេះរយៈពេលប្រហែលជា5ទៅ6ជុំបាទបន្ទាប់ពីខ្ញុំបានរត់អស់មួយជុំទៅ2ជុំហើយគឺគីឡូដែលយើងត្រូវរត់គឺចំនួន5គីឡូហើយចង់ដឹងថាតើរយៈពេលដែលយើងរត់5គីឡូនោះយើងចំណាយពេលអស់ប្រហែលនាទីឥឡូវនេះយើងបានរត់ផ្លូវផ្សេងដើម្បីយើងបដូរបរិយាកាសហើយយើងបានរត់ជុំវិញសួនច្បារប្រហែលជា4-5ជុំហើយមិញនេះឥឡូវនេះយើងបានរត់ផ្លូវផ្សេងហើយខ្ញុំនៅតែដាក់ speed ឲ្យលឿនដដែលព្រោះខ្ញុំអត់ចង់ឲ្យវាវែងពេកចឹងហើយក៏ដាក់ឲ្យលឿនតែម្ដងទៅហើយបងប្អូនមើលសកម្មភាពរត់លេងសិនទៅហើយខ្ញុំនឹងរត់ឲ្យគ្រប់5គីឡូបងប្អូនប៉ុន្តែយើងក៏ដឹងថាយើងចំណាយពេលប្រហែលនាទីដើម្បីគ្រប់5គីឡូនោះទេanh mình khơi ông trong thích anh mình trong khơi anh mình trong khơi ông ơi đúng khôngបាទហើយរយៈពេលដែលយើងរត់នេះគឺជិតគ្រប់គីឡូហើយខ្ញុំរត់ទៅដល់សួនច្បារវិញគឺអាចនឹងគ្រប់5គីឡូហើយឥឡូវនេះយើងតដំណើរមកយើងរត់ទៅមុខទៀតដោយវារៀងហត់ដែរបងប្អូនរត់ច្រើនដែរអញ្ចឹងហើយក៏យើងបន្ថយ speed ដែរតែឥឡូវយើងទៅទស្សនាសកម្មភាពបន្តទៀតដែលខ្ញុំនឹងរត់ឲ្យទៅដល់ម៉ូតូរបស់យើងវិញហើយវានឹងគ្រប់5គីឡូឬក៏អត់ឥឡូវនេះខ្ញុំរត់ចិត្តដល់ហើយបងប្អូនហើយវីដេអូរបស់ខ្ញុំក៏មិនមានអីច្រើនទេបងប្អូនហើយតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងពេញចិត្តហើយជួយទៅ subscribe ផងឥឡូវនេះយើងក៏រត់តទៀតដើម្បីឲ្យយើងរត់ទៅដល់ម៉ូតូរបស់យើងហើយវីដេអូរបស់ខ្ញុំដល់ពេលដែលខ្ញុំរត់ទៅដល់ម៉ូតូហើយខ្ញុំសម្រាប់តិចតួចគឺវាចាប់ហើយបងប្អូនចឹងហើយក៏ដល់ពេលដែលលាបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណសម្រាប់ការទស្សនា